បាទនេះគឺជារបៀបបើក 5G ណានេះទូរស័ព្ទដែលបើក 5G ឯបាទនេះចឹងដើម្បីបើក 5G បានពុកម៉ែបងប្អូនត្រូវតែមានទូរស័ព្ទចាប់ iPhone ណាខ្ញុំនិយាយចំពោះ iPhone ណាបងប្អូនដែល support សេវា 5G គឺ iPhone 12ឡើងឡើងហ្នឹងគឺ support 5G ឯងគឺអាចចូលបើកបានហើយចឹងបើសិនជាទូរស័ព្ទបងប្អូនអត់ទាន់មាន 5G ទេចូលទៅបើកទាំងអស់គ្នាទៅនេះចូលក្នុងនេះឥឡូវខ្ញុំឧទាហរណ៍វីដេអូនេះយឺតៗទៅចូលកន្លែងយើងបើកសេវាធម្មតានេះឥឡូវខ្ញុំធ្វើមួយទៅរៀង slow ឲ្យពុកម៉ែបងប្អូនមើលតាន់បាទនេះចឹងដើម្បីបើក 5G បានពុកម៉ែបងប្អូនចូលក្នុង setting នេះចូល setting នឹងមកបាទបន្ទាប់មកពុកម៉ែបងប្អូនអូសមកក្រោមនេះកន្លែងទី4ណានេះកន្លែងគេដាក់ cellular ហ្នឹងបាទដឹងត្រូវអត់ទេធ្វើជាអង់គ្លេសដែរបាទលើអ៊ីនធឺណិតយើងរាល់ដងយើងចូលបើកមកនេះបាទបន្ទាប់មកនេះវាមានកន្លែងប៊ូតុងបើកលើទី2ហ្នឹងបងប្អូនចុចចូលកន្លែងទី2ចឹងមកបាទអញ្ចឹងមួយឲ្យមើលម្កាទៀតនេះកន្លែងអត់ទាន់ណានេះហើយក្រោមពាក្យ Bluetooth ហ្នឹងណាបាទអញ្ចឹងចុចចូលទៅឃើញទេបងប្អូនអត់ពិបាកទេនេះចុចហ្នឹងមកខ្ញុំគាត់ធ្វើយឺតឲ្យអ្នកដែលគាត់ពិបាកគាត់អត់សូវតាមទាន់ហ្នឹងមើលអញ្ចឹងណាគាត់ថាតាមទាន់ហើយអីទេនេះចូលកន្លែងហ្នឹងមកវានឹងឃើញ load បងប្អូននឹងឃើញ load អ៊ីនធឺណិត 5G ហើយ hello ហើយអញ្ចឹងយើងដាក់អូតូឬក៏ on មកនឹងឡើង 5G ណាសម្រាប់ទូរស័ព្ទដែល support ប្រព័ន្ធ 5G តែបញ្ជាក់តិចប្រព័ន្ធ 5G វាអត់ទាន់ចេញពីផ្លូវការស្រួលបួលទេវានៅ beta ឡើយអញ្ចឹងពេលដើរវាល្អូតិចអាហ្នឹងអត់អីទេចាំមើលវាចេញស្រួលបួលពេញលេញ support ទូទាំងអស់គ្នាទៅវាប្រហែលជាអាចដើរ smooth ហើយបាទ